សូមជូនរឿងបបណៃបេះដូងភាគទី48ថ្មិចបាត់ហ្វានីម៉ារៀនដល់ឆ្នាំទី4ហើយនាងតូចស្ទាត់ជំនាញនឹងការដេរផ្ចិតរបួសបូមឈាមនិងចាក់ថ្នាំផងដែរព្រោះមានអេលិចសាន់នៅចាំបង្រៀនពេលនាងទំនេរហើយទំនាក់ទំនងពួកគេក៏ស្និទ្ធស្នាលជាងមុនដែរនាងមិនខ្លាចគេដូចជាពីមុនទេតែងតែទៅក្រៅដើរលេងជាមួយគ្នាញឹកញាប់នាងតូចចុះពីឡានក្រុងដើរចូលទីធ្លាសាលាដើរកាត់តារាងបាល់ឃើញចេកកំពុងហ្វឹកហាត់ជាមួយសមាជិកក្រុមនាងឈរញញឹមបន្តិចនឹកចង់បបួលគេទៅញ៉ាំអីយប់នេះព្រោះជាថ្ងៃទិវានៃក្តីស្រឡាញ់14កុម្ភៈរៀងតូចដកទូរស័ព្ទចុចផ្ញើសារទៅគេរួចក៏ទុកវិញបន្តដើរទៅថ្នាក់រៀនចៃដន្យជួបណាណាមីកំពុងមើលរកហាងដើរលេងជាមួយគ្រួសារនាងសម្រាប់ចិត្តបានហើយនៅថាទៅហាងនេះហ្វាណាមីដាក់កតាបចុះក្រឡេកសួរមិត្តព្រោះឃើញនាងមើលជាង1ម៉ោងហើយតាំងពីនៅលើឡានក្រុងមកម្លេះដោយណាណាមីផ្ញើមកឲ្យនាងដើម្បីជួយរើសមិនដឹងទេបងសិនគាត់មានបបួលឯងតាណាទេមិនអញ្ចឹងគ្នាទៅជាមួយដែរណាណាមីអោបដៃមិត្តញញឹមជិះសួរបងប្រុសរបស់មិត្តនេះបានហៅថារាប់អានមិត្តសម្លឹងមើលបងប្រុសគេចង់ដឹងតែសួរខ្លួនឯងទេអាយ៉ាសួរឲ្យបន្តិចមកណាអនាគតមិត្តថ្លៃណាណាមីញាស់មិត្តលេងយប់នេះគាត់នៅយាមរៀងតូចញញឹមផ្អែមដាក់មិត្តសម្លាញ់រួចទាញសិភៅមកមើលមេរៀនហើយគ្រូក៏ចូលមកដល់និងបង្រៀនមេរៀនរហូតដល់ចប់ម៉ោងបង្រៀនហ្វានីម៉ានិងណាណាមីទៅមន្ទីរពេទ្យនៅតាមផ្លូវនាងតូចកាន់ទូរស័ព្ទជាប់មិនលែងបើកមើលឆាតដែលគេលេងជាមួយនឹងចេកសារដែលនាងផ្ញើទៅតាំងពីព្រឹកមិនទាន់ឃើញគេចូលមើលនៅឡើយទេទូរស័ព្ទនឹងកាន់អីកាន់ម្លេះគេលីនូបថាយិកាដានអូដើរឆ្លងកាត់តុកផ្ដល់ព័ត៌មានឃើញហ្វានីម៉ាកាន់ទូរស័ព្ទជាប់មិនលែងនោះទៅបង្ហើបសំឡេងតិចធ្វើឲ្យហ្វាភ្ញាក់ពីអន្លង់កំណត់បលែងទូរស័ព្ទចោលនៅលើតុស្របពេលនោះប្រធានផ្នែកក៏មកដល់គ្រប់គ្នាក្រោកឈរគោរពគាត់រួមទាំងហ្វានីម៉ាដែរនាងងើបឈរសឹងតែមិនទាន់ព្រោះគាត់ដើរមកដល់តុនាងទៅហើយសួស្តីលោកប្រធានសិស្សឆ្នាំទី4មែនទេថ្ងៃនេះទៅផ្នែកខ្ញុំជួយការងាររៀមច្បងមួយរសៀលណាល្ងាចនេះមានការវះកាត់មួយខ្ញុំចង់ឲ្យគ្រូពេទ្យអេលីសាន់វះកាត់អ្នកជំងឺម្នាក់គេមានជាប់រវល់ទេបុរសវ័យជ្រេជាប្រធានផ្នែកបេះដូងគាត់ងាកមុខទៅនិយាយជាមួយជីសែលនាងតូចប្រញាប់បើកតារាងការងារក្នុងដៃមើលភ្លាមបន្ទាប់ពីប្រជុំជាមួយគ្រូពេទ្យរឿងវះកាត់រួចម៉ោង2រសៀលនេះគ្រូពេទ្យអេលីសាន់មានករណីត្រូវវះកាត់អ្នកជំងឺដែលមានជំងឺរោគកាំងបេះដូងចុះយប់នេះចាស់គឺចូលរួមផ្នែកសង្គ្រោះបន្ទាន់ការវិភាគណែនដូចសិតបានហើយអញ្ចឹងចាំខ្ញុំឲ្យអ្នកផ្សេងទៅវិញចុះនិយាយចំគាត់ក៏ដើរទៅបាត់ហើយគ្រូពេទ្យថ្មីនិងសិស្សស្តាថ្មីនិងសិស្សពេទ្យឆ្នាំទី4ដែលត្រូវជ្រើសរើសក៏ប្រញាប់ដើរតាមគាត់យ៉ាងលឿនក្នុងអគារពេទ្យមួយទៀតនាងតូចដើរចូលក្នុងបន្ទប់សម្រាប់ព្យាបាលអ្នកជំងឺផ្នែកសើស្បែកដែលមានអ្នកជំងឺជាច្រើនរងរបួសហើយតួនាទីនាងថ្ងៃនេះគឺលាងរបួសនិងរុំរបួសហ្វាណាណាមីរត់ហៅមិត្តឲ្យមកជួយទាំងដង្ហក់ជួយផងហ្វាអ្នកជំងឺម្នាក់នេះនាងចង់ចេញពីមន្ទីរពេទ្យតែរបួសមិនទាន់បានលាងសម្អាតនៅឡើយទេយើងនិយាយបញ្ចុះបញ្ចូលយូរណាស់ហើយនាងនៅតែមិនព្រមស្ដាប់នាងចង់ចេញពីមន្ទីរពេទ្យអញ្ចឹងចាំយើងទៅជួយហ្វានីម៉ាទាញសំដៃមកពាក់ដើរទៅបន្ទប់អ្នកជំងឺជាក្មេងស្រីអាយុ18ឆ្នាំទៅ19កំពុងតែទាញអាវក្រៅមកពាក់របួសមិនទាន់លាងទេចង់តាណាខ្ញុំមិនលាងទេខ្ញុំចង់ស្លាប់ឬក៏រស់ក៏គ្មានអ្នកខ្វល់ដែរនាងតូចរើចេញពីគ្រែតែហ្វានីម៉ាចាប់ដៃចំកន្លែងរបួសរបស់នាងធ្វើឲ្យនាងស្រែកយ៉ៃ
សម្លក់ Fanima ទាំងភ្នែកក្រហមច្រាលយ៉ាងណាត្រូវតែលាបរបួសលាបថ្នាំសិនទៅមិនអញ្ចឹងមេរោគនឹងឆ្លងទៅកន្លែងផ្សេងនៃរាងកាយរបស់ឯងហើយមិនខ្វល់ពីជីវិតខ្លួនឯងត្រូវគិតពីអ្នកដែលបារម្ភពីឯងផងទេ Fanima ទាញក្មេងស្រីម្នាក់នោះឲ្យអង្គុយនៅលើគ្រែរួចទាញសម្លៃនិងអាកុលមកជូតរបួសឲ្យនាងនៅរបួសដែលហូរឈាមនោះបងខ្វល់ពីខ្ញុំដែរមែនទេមែនហើយព្រោះឯងជាអ្នកជំងឺ Fanima តបទាំងធ្វើការសម្អាតរបួសឲ្យនាងគួរឲ្យចង់សើចណាស់អ្នកដតីមិនជាប់សាច់ឈាមនឹងខ្ញុំបែរជាមកបារម្ភនឹងខ្ញុំបងគិតថាខ្លួនឯងជាស្អីប៉ាម៉ាក់ខ្ញុំសប្បាយចិត្តបើខ្ញុំស្លាប់តែបងបែរជាបារម្ភនាងសើចំអកឲ្យខ្លួនឯងទឹកភ្នែកមួយដំឡក់ក៏មិនស្រក់តែភ្នែកក្រហមងាំងដៃឯងរបួសច្រើននេះត្រូវដេកភ្ជាប់មុខរបួសទៅឆាប់ជារាងឈឺបន្តិចហើយនេះមិនឈឺទេគ្រាន់តែមកជល់ចាស់សាច់ប៉ុណ្ណឹងលើនឹងខ្ញុំក៏ធ្លាប់ជួបដែរនាងតូចនិយាយឌឺ Fanima តែផ្ទៃមុខកើភ្នែកដ៏សោកសៅនេះធ្វើឲ្យ Fanima ដឹងច្បាស់ណាស់ទើបងាកមុខមើលណាណាមីមិត្តចំណិតដែលយល់ចិត្តក៏ដើរចេញទៅបាត់ទុកឲ្យពួកគេនៅតែពីរនាក់ចង់ស្លាប់រឿងបងទេបងមិនដេករបួសទេនាងលើចិញ្ចើមសួរឌឺ Fanima ទាញមកចូលថ្នាំស្ពឹកចាក់លើមុខរបួសនាងតូចមុននឹងងើបមុខឡើងសម្លឹងភ្នែករបស់នាងដែលអស់សង្ឃឹមឈឺចាប់គ្មានទីពឹងរបស់ក្មេងស្រីម្នាក់នេះក្រៅពីបងស្រីរបស់បងគ្មានអ្នកខ្វល់នឹងបងទេបងត្រូវអ្នកផ្ទាំងបន្ទោសចំពោះរឿងដែលបងមិនបានធ្វើហើយគ្មានអ្នកណាជឿជាក់លើបងនោះទេសូម្បីតែបងស្រីជាទីពឹងរបស់បងនោះក៏មិនអាចជួយបងបានដូចគ្នាតែពួកយើងការពារគ្នារហូតដល់នាទីចុងក្រោយហើយចុងក្រោយកើតអីឡើងក្មេងតូចសួរទាំងភ្លឹកមិនចាប់អារម្មណ៍ថា Fanima ចាប់ផ្ដើមដេករបួសឲ្យនាងនោះឡើយគឺបងស្រីរបស់បងនៅជ្រើសរើសការពារបងដដែលបងធ្លាប់អស់សង្ឃឹមក្នុងជីវិតនេះគិតថាគ្មានអ្នកណាល្អនឹងបងទេតែក្រោយពីបងមិនបានបញ្ចប់ជីវិតខ្លួនឯងបងក៏រកឃើញថាលើโลกនេះមានមនុស្សដែលចិត្តល្អជាមួយបងនឹងចេញពីចិត្តពិតមែនមិនបែកជាប់ជាសាច់ឈាមនឹងគ្នានោះទេតែខ្ញុំគ្មានទេនោះមកពេលមិនទាន់ដល់ពេលវេលាដែលមនុស្សល្អចូលមកដល់អញធ្លាប់លើពាក្យថា The right person will come at the right time ដែរទេរយៈពេលរបស់មនុស្សខុសៗគ្នាដូច្នេះហើយកុំធ្វើបាបខ្លួនឯងទៀតអីទោះអ្នកផ្សេងមិនស្រឡាញ់មិនខ្វល់ខ្វាយពីឯងតែឯងក៏មិនត្រូវបោះបង់ចោលខ្លួនឯងដែរទោះពិភពលោកនេះខុសខើដែរឯងក៏ដែរដូច្នេះដាច់ខាតឯងមិនត្រូវខុសខើជាមួយខ្លួនឯងម្នាក់ទៀតទេថ្ងៃណាមួយឯងនឹងជួបមនុស្សដែលស្រឡាញ់បារម្ភពីឯង Fanima រំរបួសឲ្យក្មេងស្រីនោះទាំងពោលពាក្យទូមានល្អអញ្ចឹងមកខ្ញុំមកទីនេះម្ដងទៀតបងជាអ្នកលាងរបួសឲ្យខ្ញុំបានដែរទេចាស់បាន Fanima ញញឹមស្រាលមើលទៅក្មេងស្រីចំពោះមុខនេះមានវ័យត្របាល់នឹងនាងនៅពេលដែលនាងមានរឿងរ៉ាវពីអតីតកាលមក